ចិត្តចូលរដូវក្តៅអីដូរម៉ោងដូរអីត្រឹមត្រូវស្រួលបួលហើយបានចិត្តមួយសប្តាហ៍ហើយហ្នឹងធ្លាក់ snow ទៀតគិតទៅនៅក្នុងប្រទេសត្រជាក់ប៉ានស្មានមិនត្រូវមែនណាព្រោះ snow ធ្លាក់ចូលដល់រដូវក្តៅហើយហ្នឹង snow ធ្លាក់ទៀតអាហ្នឹងគេហៅថា last winter ហ្នឹងវាចុងក្រោយដែរហើយតែធ្វើម៉េចបើអាកាសធាតុវាត្រជាក់វាត្រូវតែធ្លាក់ snow អញ្ចឹងយើងមិនអាចស្មានថាវាក្តៅរហូតបានទេព្រោះចូលដល់ខែក្តៅក៏ពិតមែនតែវាមិនទាន់ចូលមែនតែនវានៅសល់ចំហាយរដូវធ្លាក់ snow ផ្លូវត្រជាក់អញ្ចឹងរដូវត្រជាក់នៅតែមាននឹងឯងហើយមានរដូវត្រជាក់អញ្ចឹងហើយនៅមានអ្នកបណ្ដើរឆ្កែមានអ្នកដើរហាត់ប្រាណយេប៉ុន្តែគាត់ថានៅក្នុងរដូវត្រជាក់បើយើងមិនចេញក្រៅហាត់ប្រាណវាធ្វើឲ្យយើងមានបញ្ហាសុខភាពដែរណាហើយជាពិសេសស្រុកនេះបើយើងហូបសាច់ច្រើនក៏វាអាចទប់ស្កាត់ក៏អាចប្រឆាំងនឹងធាតុត្រជាក់បានច្រើនដែរហើយម្យ៉ាងទៀតប្រសិនបើយើងមិនហូបសាច់ច្រើនពេកក៏វាមិនល្អវាឆាប់ធាត់វាឆាប់ឡើងគីឡូពិបាកសម្រកទម្ងន់ដែរអញ្ចឹងហើយជាពិសេសរបស់ផ្អែមបើរបស់ផ្អែមលឿនមែនតើតែមិនស្រួលហ្នឹងឡើងគីឡូលឿនណាស់អញ្ចឹងបានភាគច្រើនគេតមអាហារដែលផ្អែមប៉ុន្តែតាមសង្កេតឃើញអ្នកស្រុកនេះនិយាយពីដូណាត់មកនិយាយពីតមជាតិផ្អែមប៉ុនដូណាត់មិនបាច់លូកទេដាក់មួយម៉ាត់ទៅឡើងក្តៅកហ្មងហើយសិតតែតមជាតិផ្អែមមិនមែនណាដូណាត់កុំលូកសិតតែផ្អែមហ្មងជាតិស្ករនឹងប្រមាណទេដាក់មួយម៉ាត់ទៅក្តៅកកគុកលេបឡើងចង់រួចអាម៉ាត់ទី2បើអ្នកគេធ្លាប់ហូបអាហ្នឹងមិនអីណាហើយមានអាដូណាត់ផ្អែមហើយនៅដាក់កាហ្វេផ្អែមទៀតយេអា coffee ហ្នឹងមានដាក់ double មកផ្អែមបានន័យថាស្ករ2ទឹកដោះគោឬក៏គ្រីម2អញ្ចឹងណាគិតទៅចេះតែទៅរួចហើយនិយាយពី snow ធ្លាក់មកច្រើនកើតទៅជាត្រជាក់ទៀតពីមុនយើងប្រឆាំងនឹងត្រជាក់អង្កលដើមខែ2ណាពាក់កណ្ដាលខែ1អីហ្នឹងដើមខែ2ហ្នឹងនិយាយពីត្រជាក់ដល់30អីបាន30ជាងបើគេដាក់នៅក្នុង feel like 30ជាងទៅ40ណានិយាយពីត្រជាក់ឡើងនិយាយអើយត្រជាក់ប៉ុន្តែឥឡូវមកដល់នេះបូកប្រហែល10ជាងហើយហ្នឹងប្រហែលថ្ងៃមុនថាមួយសប្តាហ៍មុនណាឡើងដល់បូក10ហើយហ្នឹងណាបាន12 13ឯដែរថ្ងៃខ្លះជ្រុលដល់15ដែរហ្នឹងបូកប៉ិនមានអីប្រហែលថ្ងៃមកអាកាសធាតុប្រែប្រួលប្រហែលថ្ងៃក្រោយទៅជាដកមកវិញធ្លាក់ snow ធ្លាក់ព្រិលត្រជាក់មួយសាទៀតដកដល់20ជាងទៀតគិតទៅមើលឃើញថាមិនត្រូវណាហើយតាមដានរហូតដែរអាកាសធាតុគេព្យាករណ៍ហ្នឹងឬក៏ការព្យាករណ៍អាកាសធាតុហ្នឹងតែនៅតែយើងមិនដឹងថាវាយ៉ាងណាប៉ុន្តែវាមួយយ៉ាងដែរនៅក្នុងតំបន់ត្រជាក់អញ្ចឹងទៅវាមានក្តៅខ្លះត្រជាក់ខ្លះអញ្ចឹងទៅធ្វើឲ្យមនុស្សទូបានបទពិសោធន៍ខ្លះពីក្តៅបន្តិចពីត្រជាក់បន្តិចអញ្ចឹងទៅហើយវាដូចថាផ្លាស់ប្ដូរអាកាសធាតុអញ្ចឹងទៅដូចធ្វើឲ្យមនុស្សគាត់ផ្លាស់ប្ដូរនៅអារម្មណ៍ដែរណានៅចិត្តដែរពេលដែលអ្នកខ្លះទៅនៅពេលដែលរដូវក្តៅរងចាំមើលរដូវត្រជាក់រដូវធ្លាក់ទឹកកករដូវធ្លាក់ snow រដូវធ្លាក់ព្រិលដល់ពេលរដូវធ្លាក់ព្រិលតឹងរងចាំឲ្យបានដល់រដូវក្តៅណាហើយដល់ពេលរដូវត្រជាក់ហ្នឹងគេចាប់ផ្ដើមមកផ្ទុំសាច់ម្នាក់ផ្ទុំសាច់គេស្លៀកពាក់អីណាមិនដែលហ៊ានបញ្ចេញទេពាក់ចិត្តឃ្លុំ
ឃើញតែភ្នែកហើយចំោះមើលមិនឃើញទៀតឃើញតែភ្នែកគេប្រឡងភ្នែកជើងក៏ពាក់ទំនាប់ជើងធំអាដៃមានពាក់ស្រោមក្រាស់ទៀតតាមរដូវតាមតិចតិចខ្លាំងអញ្ចឹងណាហើយអាវហ្នឹងក៏ពាក់ក្រាស់តាមតិចខ្លាំងដូចគ្នាដែរពាក់មុខឃ្លុំមានអាមុខស្អីគេមួយនោះដូចនៅក្នុងរឿងចោលដែលគេឃ្លុំឃើញតែភ្នែកមើលមិនស្គាល់ដឹងពីណាពីណីទេដឹងពីណាខ្មែរដឹងពីណាបរទេសដឹងពីណាសាសអីទេឃើញតែភ្នែកកវងបន្តិច2សម្រាប់មើលផ្លូវក្រៅពីហ្នឹងចប់មើលឡើងឃើញអាហ្នឹងចឹងហើយចាំមើលតែដល់រដូវក្តៅចាប់ដើមបានដៃគេហើយទីពីបង្ហាញរៀងបង្ហាញសាច់ចាប់ដើមបង្ហាញសម្រស់បង្អួតសម្រស់នាំគ្នាបង្អួតសម្រស់ដល់រដូវក្តៅណាដល់នៅរដូវត្រជាក់អញ្ចឹងមិនបាច់និយាយទេអ្នកណាដល់មើលមិនដឹងទេដឹងសាច់ខ្សមិនខ្ចីមិនលវក់មិនទេអត់ដឹងទេព្រោះម្នាក់ឃ្លុំចិត្តមានតែដឹងទេដល់ពេលរដូវក្តៅចាប់ដើមដល់វគ្គគេបង្អួតសម្រស់គ្នាចេះពីដល់កហើយមិនបាច់និយាយទេឬបង្អួតសម្រស់ប៉ុន្តែហ្នឹងហើយនៅរដូវត្រជាក់វាដូចជារដូវដែលគេធម្មតាបើសិនជាយើងនិយាយពីវប្បធម៌និងប្រពៃណីនៅប្រទេសយើងណាប្រទេសខ្មែរប្រទេសកម្ពុជាគេមានវប្បធម៌មួយបើនិយាយពីសម័យដើមកូនស្រីកូនអីចឹងទៅគេចូលមកលុបចូលអីចឹងណារយៈពេល3ខែចឹងទៅហើយនៅហ្នឹងរដូវត្រជាក់គេក៏ដូចគ្នាដែរគេនៅចូលមកលុបផ្ទុំសាច់វាដូចគ្នាចឹងឯងប្រហែលហ្នឹងគាត់ថាហើយវាជួដោយសារដើរទៅណាមិនបានវាត្រជាក់ដល់ពេលចឹងទៅមានអីម្នាក់នៅតែក្នុងផ្ទះហ្នឹងឯងចេញពីផ្ទះទៅធ្វើការហើយការងារហ្នឹងទៀតសោតមិនរាល់គ្នាជាធ្វើការនៅក្នុង office ណាហើយនៅក្នុងអគារធំអីឬក៏ថា office ចឹងណាងាយស្ដាប់នៅក្នុង office អីស្រួលទេណាមាន heat មានម៉ាស៊ីនកម្ដៅអីហ្នឹងទេណាអ្នកខ្លះធ្វើការនៅកាត់ត្រជាក់កាត់ snow ហ្នឹងឯងអូប៉ុន្តែគាត់ថាស្រុកហ្នឹងគេមានខោអាវមានស្រោមដៃមានស្រោមជើងមានមុខមានទំនាប់ជើងការពារត្រជាក់កម្រិតណាក្តៅកម្រិតណាប៉ុណ្ណឹងថ្លៃកប់ពពកហ្នឹងមិនលូកទេទំនាប់ជើងធ្វើការកាត់ត្រជាក់ហ្នឹងមិនថោកទេអាស្រោមដៃដើរកាត់ត្រជាក់ហ្នឹងក៏ចឹងដែរមិនថោកទេក្រាស់ថ្លៃបើមិនអញ្ចឹងការពារត្រជាក់មិនបានអញ្ចឹងទៅធ្វើម៉េចជីវិតរស់នៅក្នុងប្រទេសនៅក្នុងតំបន់មួយដែលវាត្រជាក់ខ្លាំងហើយសម្បូរទៅដោយទឹកកកណាសម្បូរទៅដោយការធ្លាក់ព្រិលត្រជាក់មើលតែលើដីដឹងហើយពីពេញដីទាំងណាដោយកលេចទៅឃើញសិតតែព្រិលបើមិនត្រជាក់ទៅចម្លែកហ្នឹងអាហ្នឹងឯងត្រជាក់ហ្នឹងជាដោះកហើយគិតទៅអញ្ចឹងបានថាផែនដីតែមួយប៉ុន្តែរស់នៅតំបន់ខុសគ្នាមានតំបន់ខ្លះក្តៅរហូតអញ្ចឹងទៅតំបន់ខ្លះត្រជាក់សឹងជាប់រហូតអញ្ចឹងទៅសំបីនៅលើទឹកដីនៃប្រទេសកាណាដានេះតំបន់ខ្លះមានក្តៅមានត្រជាក់តំបន់ខ្លះអត់ទេទឹកកករហូតហ្មង snow រហូតព្រិលរហូតហ្នឹងអត់មានថ្ងៃណាអត់មានព្រិលមានឃើញអត់មានឃើញមានដុះស្មៅហើយអត់មានបានមើលដីមើលតែព្រិលនៅលើដីហ្នឹងមើលតែ snow នៅលើដីហ្នឹងឯងព្រោះវានៅចំតំបន់ដែលត្រជាក់ខ្លាំងអញ្ចឹងវាថ្ងៃរះមែនប៉ុន្តែត្រជាក់មិនថាអត់ថ្ងៃទេមានថ្ងៃប៉ុន្តែវាធ្វើម៉េចត្រជាក់អញ្ចឹងហ្នឹងហើយចង់ដឹងថាត្រជាក់ប៉ុណ្ណាអីប៉ុណ្ណាសាកមើលវីដេអូនឹងរួចសម័យមើលសាកគិតមើលថាបើសិនជាសិតកអញ្ចឹងតើត្រជាក់ប៉ុណ្ណានោះហ្នឹងហើយបើសិនជាមិនបានមកដល់ទីនេះដឹងថាត្រជាក់ប៉ុណ្ណាទេអាចសម័យទៅយកសពសាកមើលម្ដងណាមានយកសពសាកមើលទៀតហ្នឹងហើយនៅក្នុងវីដេអូឃ្លីបមួយនេះអត់មាន
អីបរិយាយច្រើនទេនិយាយពីនេះបន្តិចពីនោះបន្តិចដឹងឯណាក្បាលឯណាខ្ទុយទេហើយបើមានការខុសឆ្គងអីយ៉ាងណាពាក្យពេចន៍មិនបរោះអីនិយាយបកស្រាយទៅមិនល្អអីក៏សូមពិចារណាតាមការគូហើយបើមានអីcomment នៅខាងក្រោមហ្នឹងជួយកែតម្រូវផងអរគុណច្រើនហើយសង្ឃឹមថានឹងតាមដានទស្សនានៅវីដេអូនេះរហូតដល់ចប់ចឹងបានថាតិចឡើងនិយាយហើយជាខ្លាំងអរគុណសម្រាប់ការតាមដានទស្សនានៅវីដេអូហើយជាចុងក្រោយកុំភ្លេចជួយចុច Subscribe និងបើកសញ្ញាកណ្ដឹងដើម្បីទទួលបានរាល់វីដេអូថ្មីហើយបើសិនជាមានយោបល់អីកុំភ្លេច comment down below អាច comment នៅខាងក្រោមវីដេអូបានរីករាយក្នុងការទទួលនៃការរិះគន់ពីអ្នកទាំងអស់គ្នាដែលបានតាមដានទស្សនានៅវីដេអូនឹងហើយមានមតិយោបល់ចង់ចូលរួមអូខេអរគុណច្រើនបាយបាយម៉ោង8ថ្ងៃអត់ទាន់លេចទេនៅព្រឹកចាស់អាចដើរលេងបានហើយទៅធ្លាក់ស្នូចេះភ្លឺបណ្ដោយព្រឹកចាស់នៅភ្លឺចាស់ហ្មងនេះតែមេភូមិតែមេភូមិ2ខ្នងនេះមួយនោះមួយ2ខ្នងតែមេភូមិខ្លះជុះស្នូខ្លះគេទៅមកវិធីការមកខ្លះជាប់ចំអិនអាហារទៅស្មើហ្នឹង8យប់ជាមកជុំជាស្ពឹកដៃកាន់កាមេរ៉ាថតឡើងស្ពឹកដៃឡើងញ័រដៃសាយផងអានេះចាស់គេអត់ជោគមានចាស់ដែរតែអត់ជោគតែខ្លះអត់មានចាស់អត់ជោគកន្លែងខ្លះមានចាស់ហើយគេអត់ជោគ clean snow ăn chùm không